អាស៊ីវស្រាប់តែបានរកឃើញពស់តូចមួយក្បាលដែលរងរបួសនៅក្នុងស្មៅគាត់មានអារម្មណ៍ស្រឡាញ់ពស់នោះភ្លាមហើយបានយកវាទៅផ្ទះពេលអាស៊ីវអង្អែលក្បាលពស់គាត់មានការភ្ញាក់ផ្អើលនៅពេលឃើញជើងពីរដុះចេញពីវាគាត់មិនដឹងថានេះជាព្រះនាគដែលបានបាត់បង់មន្តអាគមទាំងអស់របស់វានោះទេដើម្បីជួយពស់ឲ្យជាសេះស្បើយយ៉ាងឆាប់រហ័សអាស៊ីវបានទិញសាច់ជ្រូកមកចិញ្ចឹមវាជារៀងរាល់ថ្ងៃទង្វើសប្បុរសនេះបានផ្លាស់ប្ដូរជីវិតរបស់គាត់ទាំងស្រុងអាស៊ីវបានរកឃើញចានឈើមួយលាបវាជាមួយជីអង្កាមរួចដាក់ពស់ចូលគាត់មានអារម្មណ៍ថាមានដុំរឹងពីរនៅលើក្បាលពស់ហើយពេលពិនិត្យយីមើលឲ្យកាន់តែច្បាស់ទើបដឹងថាវាជាជើងតូចដែលធ្វើឲ្យគាត់ងឿងឆ្ងល់ទោះជាយ៉ាងណាក៏ដោយគាត់មិនបានគិតច្រើនអំពីវាទេភ្នែករបស់ពស់មានរាងមូលនិងភ្លឺហើយវាមិនសាហាវទាល់តែសោះចាប់ពីថ្ងៃនោះមកអាស៊ីវបានទៅផ្សារដើម្បីទិញសាច់ជារៀងរាល់ថ្ងៃដំបូងឡើយពស់ស៊ីត្រឹមតែកន្លះជីន250ក្រាមប៉ុណ្ណោះប៉ុន្តែបន្ទាប់ពី2-3ថ្ងៃវាបានស៊ី1ឬ2ជីន500-100ក្រាមបន្ទាប់ពីកន្លះខែវាបានស៊ីសាច់ជាង10ជីន5គីឡូក្រាមហើយបន្ទាប់ពី1ខែវាបានស៊ីសាច់ជាង30ជីន15គីឡូក្រាមប្រាក់សន្សំរបស់អាស៊ីវបានអស់យ៉ាងលឿនហើយដើម្បីទិញសាច់គាត់បានឡើងលើភ្នំដើម្បីប្រមូលអុសធ្មន់ពេលថ្ងៃរះផ្លូវឡើងភ្នំពិបាកដាណាស់ហើយគាត់បានដួលហើយត្រូវបានគ្របដណ្ដប់ដោយភក់ជាមួយនឹងស្នាមរបួសនិងស្នាមជើងពេញដៃនិងជើងរបស់គាត់ប៉ុន្តែដោយគិតអំពីពស់តូចដែលកំពុងរងចាំស៊ីគាត់ក៏ខំធ្មេញហើយតស៊ូលុយដែលគាត់រកបានពីការលក់ឱសថគឺស្ទើរតែមិនគ្រប់គ្រាន់សម្រាប់ទិញសាច់ទេប៉ុន្តែខ្លួនគាត់ផ្ទាល់ញ៉ាំតែគ្រាប់ធញ្ជាតិនិងបន្លែជ្រលក់សម្រាប់អាហាររាល់ពេលដោយមិនហ៊ានប៉ះសាច់សូម្បីតែមួយដុំពវាងមកពីភូមិបានកត់សម្គាល់ឃើញគាត់ទិញសាច់ជារៀងរាល់ថ្ងៃហើយបានទៅសួរគាត់អំពីវាគ្រូអាស៊ីវបាននិយាយថាគាត់កំពុងចិញ្ចឹមពស់តូចមួយពវាងមានអារម្មណ៍ភ័យខ្លាចភ្លាមដោយនិយាយថាពស់ដែលស៊ីច្រើនយ៉ាងនេះប្រកាសជាសត្វចម្លែកអាស៊ីវបានការពារខ្លួនយ៉ាងរហ័សដោយនិយាយថាពស់នោះស្លូតណាស់ហើយមិនដែលខំអ្នកណាឡើយពវាងមិនបាននិយាយអ្វីទៀតទេប៉ុន្តែគាត់មានការសង្ស័យប៉ុន្មានថ្ងៃក្រោយមកពវាងរួមជាមួយអ្នកភូមិ2នាក់ទៀតបានដើរតាមអាស៊ីវដោយសម្ងាត់ពួកគេបានសម្លឹងមើលទៅក្រៅបង្អួចហើយឃើញថាពស់តូចនោះបានដុះវែងជាង1ម៉ែត្រខ្លួនរបស់វាពណ៌ស្ដូចឈាមហើយជើងរបស់វានៅលើក្បាលកាន់តែក្រាស់កំពុងតែស៊ីសាច់ជ្រូកយ៉ាងលោភលន់នកទាំង3មានការភ័យខ្លាចយ៉ាងខ្លាំងហើយរត់ត្រឡប់ទៅភូមិវិញដោយផ្សព្វផ្សាយថាអាស៊ីវកំពុងចិញ្ចឹមសត្វចម្លែកស៊ីមនុស្សអ្នកភូមិកាន់តែភ័យខ្លាចឡើងដោយបានប្រមូលផ្ដុំគ្នានៅជុំវិញដើមឈើកណ្ដូបធំមួយដើម្បីពិភាក្សាអំពីបញ្ហានេះដោយទាំងអស់គ្នានិយាយថាពស់ជើងវែងនេះនឹងនាំមកនូវគ្រោះមហន្តរាយដល់ភូមិហើយត្រូវបោះចោលអ្នកភូមិបានទៅជួបមេភូមិដោយក្លាហានដែលបន្ទាប់ពីបានឮរឿងរ៉ាវរបស់ពួកគេបានមកដល់ផ្ទះរបស់អាស៊ីវហើយបញ្ជាឲ្យនាងបោះពស់នោះចោលភ្លាមអាស៊ីវបានតោងជាប់នឹងអាងឈើយ៉ាងណែនដោយទូចថាពស់តូចនោះមិនដែលធ្វើបាបអ្នកណាម្នាក់ឡើយហើយការបោះចោលវាចេញប្រកាសជានឹងសម្លាប់គាត់អ្នកភូមិមានការខឹងសម្បារយ៉ាងខ្លាំងដោយចោទប្រកាន់គាត់ថារឹងរូសហើយគំរាមសម្លាប់សត្វចម្លែកនោះដោយខ្លួនឯងប្រសិនបើគាត់មិនបោះវាចោលមេភូមិបានដកដង្ហើមធំដោយទុកពេលឲ្យគាត់ពិចារណា3ថ្ងៃដោយគំរាមថានឹងបណ្ដេញគាត់ចេញប្រសិនបើគាត់បដិសេធសម្រាប់រយៈពេល3ថ្ងៃបន្ទាប់អ្នកភូមិបានរក្សាពាក្យសន្យារបស់ពួកគេអាស៊ីវបានទៅផ្សារដើម្បីលក់ឱសថប៉ុន្តែគ្មាននរណាម្នាក់ហ៊ានទិញវាទេគាត់បានព្យាយាមទិញអង្ករនិងអំបិលប៉ុន្តែហាងនានាមិនព្រមបម្រើគាត់នៅតាមផ្លូវមនុស្សគ្រប់គ្នាបានជៀសវាងគាត់ដោយចង់អុលនឹងខ្សឹបប្រាប់ថានាងជាមេធ្មប់អាស៊ីវមានអារម្មណ៍ថាខ្លួនខុសប៉ុន្តែដោយឃើញភ្នែកដ៏ស្លូតបូតរបស់ពស់គាត់បដិសេធមិនព្រមសម្របសម្រួលពេល3ថ្ងៃកន្លងផុតទៅមេភូមិបានត្រឡប់មកវិញជាមួយមនុស្សរបស់គាត់ប៉ុន្តែអាស៊ីវនៅតែមិនព្រមបោះពស់ចោលអ្នកភូមិបានបាត់បង់ការគ្រប់គ្រងទាំងស្រុងដោយចាប់ចប់កាប់និងកាន់ដំបងដើម្បីប្រញាប់ចូលទៅក្នុងផ្ទះហើយសម្លាប់ពស់អាស៊ីវបានរារាំងទ្វារលាតដៃរបស់គាត់ហើយស្រែកថាបើឯងចង់ប្រយុទ្ធជាមួយខ្ញុំមុនមេភូមិបានបញ្ឈប់ពួកគេដោយទុកពេលឲ្យគាត់3ថ្ងៃទៀតដោយគំរាមថានឹងវាយទ្វារប្រសិនបើគាត់នៅតែមិនយល់ព្រមអាស៊ីវបានបិទទ្វារអោបពស់តូច
ហើយយំពុះបានលិតដៃរបស់គាត់ធ្នមដោយអណ្ដាតរបស់វាអាស៊ីវបានដាក់ឈ្មោះវាថាស៊ីវបៃស្ទូចហើយបានស្បត់ថានឹងការពារវាដើម្បីគេចពីអ្នកភូមិគាត់បានចូលទៅក្នុងភ្នំកាន់តែជ្រៅដើម្បីប្រមូលអុសជាកន្លែងដែលមានអុសជាច្រើនប៉ុន្តែក៏មានគ្រោះថ្នាក់ជាច្រើនផងដែរក្នុងដំណើរលើកដំបូងរបស់គាត់ចូលទៅក្នុងភ្នំគាត់បានជួបប្រទះនឹងជ្រូកព្រៃមួយក្បាលហើយមានការភ័យខ្លាចយ៉ាងខ្លាំងរហូតដល់គាត់ឡើងដើមឈើហើយលាក់ខ្លួនរយៈពេលកន្លះម៉ោងម្ដងទៀតគាត់បានធ្លាក់ចូលទៅក្នុងជ្រោះដោយចៃដន្យសាំដល់ឆ្អឹងនិងញាក់សាច់ដោយភាពត្រជាក់ប៉ុន្តែគាត់នៅតែកាន់អុសយ៉ាងណែនគាត់បានប្ដូរប្រាក់ទាំងអស់របស់គាត់សម្រាប់សាច់ជ្រូកហើយការឃើញសៀវបៃញ៉ាំអាហារយ៉ាងបរិបូរណ៍ធ្វើឲ្យគាត់មានអារម្មណ៍ស្រួលសៀវបៃបានធំឡើងយ៉ាងឆាប់រហ័សឈានដល់ប្រវែងជាង2ម៉ែត្រក្នុងរយៈពេលត្រឹមតែ2ខែធំពេកមិនអាចដាក់ក្នុងអាងឈើបានអាស៊ីវបានធ្វើសម្បុកស្មៅស្ងួតសម្រាប់វានៅជ្រុងមួយជើងនៅលើក្បាលរបស់សៀវបៃកាន់តែក្រាស់ឡើងជញ្ជីងរបស់វាភ្លឺចែងចាំងហើយពេលខ្លះវាបញ្ចេញសំឡេងក្រហមទាបប៉ុន្តែមិនដែលបង្ហាញកំហឹងចំពោះអាស៊ីវឡើយថ្ងៃផុតកំណត់ថ្មីបានមកដល់ហើយនៅភូមិបានសម្រុកចូលទៅក្នុងផ្ទះរបស់អាស៊ីវកាន់ឧបករណ៍កសិកម្មពេលដែលចប់កាប់ហៀបនឹងវីឈៀវបេអាឈីវក៏ប្រញាប់ប្រញាល់ទៅមុខអបសាក់សពោះហើយយំអង្វរពួកគេឲ្យទុកជីវិតវាភ្លាមនោះឈៀវបេស្រាប់តែញើបក្បាលឡើងបញ្ចេញសំឡេងក្រហមទាបពន្លឺពណ៌មាសភ្លឺចេញពីក្បាលរបស់វាអ្នកភូមិឈប់ដោយភ័យខ្លាចប៉ុន្តែប្រធានភូមិបានស្រែកថាវាជាសត្វចម្លែកហើយត្រូវតែសម្លាប់ចោលឈៀវបេស្រាប់តែរួចផុតពីអាឈីវរត់ចូលទៅក្នុងទីធ្លាហើយរាងកាយរបស់វាហើមធំសម្បើមប្រែក្លាយទៅជានាគដ៏អស្ចារ្យភ្លាមអ្នកភូមិមានការភ័យខ្លាចហើយទាំងអស់គ្នាលុតជង្គង់លើដីញ័រខ្លួននិងអង្វរសុំសេចក្តីមេត្តាករុណានាគមិនបានធ្វើបាបអ្នកណាទេគ្រាន់តែប្រើកន្ទុយរបស់វាដើម្បីជួសជុលទ្វារហើយបន្ទាប់មកក៏ច្របាច់អេឈីនាគស្រាប់តែនិយាយឡើងដោយនិយាយថាអារក្សដែលបានវាយឆ្មក់គាត់នៅតែនៅក្បែរនោះហើយនឹងមកភូមិនៅយប់នោះដើម្បីចាប់មនុស្សនិងលួចប្រពន្ធគាត់និយាយថាអំណាចវេទមន្តរបស់គាត់មិនទាន់ជាសេះស្បើយពេញលេញទេហើយគាត់ប្រហែលជាមិនអាចបញ្ឈប់វាបានអ្នកភូមិបានយំដោយភ័យខ្លាចអង្វរអាឈីវឲ្យជួយសង្គ្រោះពួកគេអាឃីវដោយចិត្តទន់ភ្លន់បានយល់ព្រមការពារភូមិជាមួយនាគនៅពាក់កណ្ដាលអាធ្រាត្រអរៈពិតជាបានសម្រុកចូលទៅក្នុងភូមិដោយដាវនាគបានបោះជំហានទៅមុខដើម្បីប្រយុទ្ធប៉ុន្តែដោយសារតែរបួសចាស់របស់វាស្ថិតក្នុងស្ថានភាពមិនអំណោយផលអាស៊ីវបាននឹកឃើញពីអស្ថប់យាបាឈាមដែលនាងបានប្រមូលបានចាប់មួយក្តាប់តូចហើយដាក់វាចូលទៅក្នុងមាត់អរៈអស្នេះគឺជាស្ត្រូវរបស់អរៈមន្តអាគមរបស់វាបានរលាយបាត់ភ្លាមហើយវាត្រូវបាននាគបង្ក្រាបទាំងស្រុងភូមិបានរួចផុតពីគ្រោះមហន្តរាយហើយអ្នកភូមិមានការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអាស៊ីវមនុស្សគ្រប់គ្នាគិតថានាគនឹងនៅតែការពារភូមិទោះជាយ៉ាងណាក៏ដោយនាគបានអង្រួនក្បាលដោយនិយាយថាដើមឡើយវាជានាគព្រះនៃស្ថានសុខហើយត្រូវត្រឡប់ទៅតំណែងរបស់គាត់វិញដើម្បីបំពេញកាតព្វកិច្ចរបស់គាត់វាមិនអាចនៅបានយូរទេនៅពេលដែលអ្នកភូមិអស់សង្ឃឹមនាគបានយកគុជនាគពីចេញមួយដើម្បីការពារអាស៊ីវនិងមួយទៀតដើម្បីប្រែក្លាយទៅជាថ្មការពារភូមិដោយបង្ក្រាបវិញ្ញាណអាក្រក់នៅលើភ្នំជារៀងរហូតទោះបីជាគ្មានវាក៏ដោយភូមិនឹងនៅតែមានសុវត្ថិភាពបន្ទាប់ពីនាគហោះចេញទៅភូមិនេះត្រូវបានវាប្រហារម្ដងហើយម្ដងទៀតដោយភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ភ្លាមប៉ុន្តែថ្មការពារភូមិបានភ្លឺចែងចាំងនិងបិទផ្លូវទឹកដែលធ្វើឲ្យភូមិមិនមានរបួសបន្ទាប់មកមនុស្សគ្រប់គ្នាបានដឹងថានាគមិនដែលចាក់ចេញទេប៉ុន្តែបានការពារពួកគេតាមរបៀបផ្សេងទៀតចាប់ពីពេលនោះមកអាស៊ីវរស់នៅដោយសន្តិភាពនិងវិបុលភាពហើយអ្នកភូមិពិតជាគោរពគាត់មិនដែលហ៊ានមើលស្រាលអ្នកទុនខ្សោយម្ដងទៀតឡើយភូមិនេះរីករាយនឹងអាកាសធាតុអំណោយផលនិងការប្រមូលផលយ៉ាងច្រើនជារៀងរាល់ឆ្នាំរឿងរ៉ាវរបស់អាស៊ីវនិងនាគត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ការប្រព្រឹត្តចំពោះជីវិតដោយសេចក្តីសប្បុរសពិតប្រាកដមានន័យថាសូម្បីតែសត្វដែលទន់ខ្សោយបំផុតក៏អាចការពារអ្នកក្នុងគ្រាមានវិបត្តិដែរកុំធ្វើតាមហ្វូងមនុស្សដោយងើតងងល់ដើម្បីសម្លុតអ្នកដទៃកុំវិនិច្ឆ័យល្អនិងអាក្រក់តាមអំពើចិត្តការថែរក្សាមនសិការរបស់អ្នកគឺជាសន្តិភាពពិតប្រាកដប្រសិនបើអ្នកបានប្រថុយជីវិតរបស់អ្នកសម្រាប់អ្នកដទៃវាសនារីកតជានឹងបំភ្លឺផ្លូវរបស់អ្នកនៅគ្រាដ៏សំខាន់
អ្នកមើលរឿងនេះហើយសូមជូនពរឲ្យមានសុខភាពល្អនិងរកស៊ីមានបានសូមជួយឲ្យបេះដូង Share និង Follow ម្នាក់មួយផង